បងប្អូនទាំងអស់គ្នាឥឡូវនេះដែរគឺខ្ញុំបានមកដល់ទីតាំងមួយនៅខេត្តកោះកុងដែលជាទីតាំងជំរំរបស់បងប្អូនភាគសឹកជាង200គ្រួសារហើយឥឡូវនេះដែរគឺពួកយើងកំពុងតែចាប់ផ្ដើមព្យាយាមចែកបន្តិចម្ដងហើយទីនេះគឺយើងមានស្បៀងមានម្ហូបអាហារមានដូចជាសម្លៀកបំពាក់ផ្សេងហើយក៏មានជាមួយនឹងម្សៅទឹកដោះគោដើម្បីឲ្យបងប្អូនតូចបានឆុងញ៉ាំផងដែរជាសាច់ក្រកសាច់គោណាមីងមិនជាសាច់ជ្រូកទេជនជាតិចាពួកអីអាហ្នឹងគឺមហូបហាឡាល់ខាងបងជនជាតិគាត់ផ្ញើមកឲ្យខ្ញុំអញ្ចឹងហ្មងបងទស្សនភាពគឺបងប្អូនយើងគឺមានច្រើនខ្លាំងមែនតើបងប្អូនទាំងអស់គ្នានេះគឺជាការចែករបស់យើងគឺយើងមានដូចជានំប៉័ងមានដូចជាអាហារក្រៀមផ្សេងនេះដូចជាសាច់ក្រកចៀនក៏ដូចជាមានជ្រក់អីតិចតួចផងដែរហើយបងប្អូនខ្លះគាត់បានខមមិនគាត់បារម្ភពីថាអូនតូចអត់មានខោទឹកនោមឬក៏អីម្ដងនេះក៏ពួកខ្ញុំបានយកខោទឹកនោមមកជូនពួកគាត់ដែរនិយាយទៅម្ដងនេះគឺយើងគិតទាំងអស់គិតតាំងពីអូនតូចមនុស្សចាស់ក៏ដូចជាបងស្ត្រីផងដែរអញ្ចឹងខោអាវឬក៏ស្បៀងអាហារឬក៏របស់របរអនាម័យផ្សេងគឺពួកយើងមានទាំងអស់ទូភ្លាមចឹងចេញមកទាំងយប់តែម្ដងម៉ោង1ម៉ោង2យប់នឹងតែម្ដងហើយជាងឹតឈឹងបងអើយបងអ្នកបើកម៉ូតូហើយអ្នកមីងអ្នកអោបកូនពីក្រោយហើយបានតែដបដោះគោតូចនេះមួយទេដើម្បីហូបហើយអត់បានយកកៅអៅយកអីមកទេបងបាទតែយកទៅហ៊ានជួមុខហ្នឹងទឹកចេញពីពេទ្យតែទៅហ៊ានយើងហ្នឹងឲ្យទៅកូនជ្រុងទលេហ្នឹងមកចាចឹងប្តីរបស់អ្នកមីងគឺជាតាហ៊ានជួមុខនឹងតែម្ដងអ្នកមីងអញ្ជើញមកតែខ្លួនទេចាមកខ្លួនអត់មានខោទេនេះទិញថាផឹកមិញហ្នឹងគាត់បាញ់មកពើភ្លាមភ្លើងខ្ញុំមើលចៅហ្នឹងចាគឺខ្ញុំសេវាឲ្យខ្ញុំនឹងអោបកូនហើយទៅខ្ញុំទៅគ្រាម៉ែខ្ញុំប៉ាអញ្ចឹងពួកខ្ញុំដួលខ្ញុំលើឈាមមកខ្លាញ់ឡើង700ខ្លាញ់ខ្ញុំចាពើរួចទៅខ្ញុំដួលត្រាប់ត្រន់ផ្ទះខ្ញុំលិចទៀតអ្នកមីងជាមួយនឹងបងបានចេញមកតាំងពីម៉ោងប៉ុន្មានដែរតាំងពីផ្ទះទុះភ្លាមហ្នឹងតែម្ដងចាបន្ទុះភ្លាមចឹងចេញមកទាំងយប់តែម្ដងម៉ោង1ម៉ោង2យប់ហ្នឹងតែម្ដងហើយជាងឹតឈឹងបងអើយហ្នឹងអើយតោចៅអត់ជុំទេអាណិតចៅណាហើយខែមក4ហើយអូនក្លៀនយ៉ាងណាទៅបើសិនអត់មានអីមុំអត់អីបានមិនតិចចាអញ្ចឹងនេះបានតែដបដោះគោតូចនេះមួយទេដើម្បីហូបហើយអត់បានយកកៅអៅយកអីមកទេបងបងប្អូនដែលមានលក់អាវក្រោះឬក៏ស្គាល់ណាគេដែលមានលក់អាវក្រោះចាំជួយតម្លាក់លេខឲ្យខ្ញុំមួយផងដោយសារតែជំនួយខ្ញុំឥឡូវគឺខ្ញុំបានមកដល់ភ្នំពេញវិញហើយខ្ញុំចង់ជួយទៅដល់បងវរៈកងទ័ពម្ដងដោយសារតែយើងជួយទៅដល់បងប្អូនជនភៀសសឹកច្រើនហើយអញ្ចឹងខ្ញុំចង់ជួយគាត់មិនត្រឹមតែស្បៀងទេគឺមានទាំងសម្ភារៈប្រយុទ្ធទៀតជាពិសេសគឺអាវក្រោះតែម្ដងដែលអាចការពារអាយុជីវិតរបស់ពួកគាត់បានអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានអាវក្រោះអាចតម្លាក់លេខទូរស័ព្ទនៅខាងក្រោមនឹងបានខ្ញុំចង់ទិញច្រើនដែរចង់ចែកជូនទៅដល់បងវរៈកងទ័ពឲ្យបានគ្រប់គ្នាតែម្ដងហើយមូលនិធិរបស់ខ្ញុំគឺនៅតែដំណើរការដែរបងប្អូនទាំងអស់គ្នាដែលមានអវ៉ាន់ចង់ផ្ញើតាមរយៈនាងខ្ញុំអាចយកមកទុកមុខផ្ទះរបស់នាងខ្ញុំបានឬក៏អាច scan តាមរយៈ QR នេះបានដើម្បីចូលរួមអរគុណបងប្អូនទាំងអស់គ្នា